ជំរាបសួរអ៊ំពូមីងនៅបងប្អូនទាំងអស់គ្នាថ្ងៃនេះមកអត់មើលដំណាំរបស់ខាងខ្ញុំបាទណាបាទឆ្នាំនេះគេថាចេញផ្កាចេញផ្លែសឹងគ្រប់ដើមតែម្ដងបាទឃើញតែតំណងហើយតំណងអ្វីដែលសំខាន់បងប្អូនហើយចាំទស្សនាទាំងអស់គ្នាមានអ្វីមកអួតទៅដល់ខាងបងប្អូនទៀតហើយព្រោះថាអ្វីដែលសំខាន់ណាស់កាលពីមុនចង់កាប់ចោលឲ្យតែព្រោះវាអត់កាន់សោះបាទឥឡូវនេះឃើញថាភ្លុចមកបងប្អូនមានជាមួយនឹងក្តាប់មានជាមួយនឹងផ្កាមកបដាណាបាទនេះគឺជាប្រភេទក្តាប់ខ្នោបាទក្តាប់ខ្នោនេះបើនិយាយចំទៅដើមនឹងយូរឆ្នាំដែរប៉ុន្តែអត់ដែរកាន់សោះតែម្ដងបងប្អូនហើយវាអត់ដែរចេញផ្លែប៉ុន្តែសម្រាប់ឆ្នាំនេះចេញក្តាប់សិតតែផ្លែតែម្ដងហើយចាំមើលបានប្រហែលផ្លែបាទខាងខ្ញុំបាទនឹងអាប់ឡូតវីដេអូជូនដល់ខាងបងប្អូននៅក្នុងការទស្សនាផងដែរនេះគឺជាចំណុចពិសេសដែលគេហៅថាការព្យាយាមគង់បានសម្រាប់ទេបងប្អូនពីមួយឆ្នាំបន្តិចមួយឆ្នាំបន្តិចញ៉េថែរក្សាលក្ខណៈបែបធម្មជាតិអត់ប្រើប្រាស់ជាមួយនឹងសារធាតុគីមីណាបងប្អូនណាដាក់មកលក្ខណៈធម្មជាតិតែម្ដងដាំនឹងយូរឆ្នាំណាបងប្អូនលក្ខណៈមួយថាផ្កាខ្នោនេះវាមានរហូតដល់ទៅ5ឆ្នាំហើយឆ្នាំនេះឆ្នាំទី6ហើយទៅតែចេញក្តាប់ឆ្នាំហ្នឹងហើយមើលដើមវិញឡើងប៉ុណ្ណានៃតែម្ដងឃើញនិយាយពីថាមិនគួរណាតុំផ្លែឆ្នាំហ្នឹងណាបាទនេះគឺខាងខ្ញុំបាត់ដាំបន្តទៀតជាប្រភេទខ្នោការ៉ុតបើវាដើមនៅទូចទេប៉ុន្តែចេញផ្កាខ្នោបងប្អូនអញ្ចឹងប្រហែលឆ្នាំក្រោយហ្នឹងវាអាចចេញផ្លែហើយអញ្ចឹងខ្នោការ៉ុតនេះគឺវាលឿនជាងប្រភេទខ្នោណាំងយើងធម្មតាឃើញហើយនិយាយពីថាតំណងហើយខាងក្រោយមុននឹងបន្តិចហ្នឹងគឺជាប្រភេទខ្នោការ៉ុតដូចគ្នាបើនិយាយពីថាផ្លែវិញផ្លែច្រើនប៉ុន្តែចំពោះការដាក់សាច់នោះវាមិនសូវល្អបើសិនយើងទុកផ្លែច្រើនពេកអានេះខាងខ្ញុំបាទចេះតែសើចណាបងប្អូនតាមធម្មតាគឺយើងដាំអីយើងសើចពីហ្នឹងណាអរគុណបាទបច្ចេកទេសតាក់ទងទៅលើនៃការកាត់បាទតាក់ទងទៅលើនៃការថែរក្សាឬក៏តាក់តែងមេឃអីចឹងណាបាទតែសម្រាប់ម្ដាមនេះវិញអូយខប់សេរីដើមទូចទេប៉ុន្តែនិយាយពីថាក្តាប់មកឡើងសលូនល្អមែនតើឡើងសលូហើយនេះគឺជាប្រភេទដើមគៀសិលណាបងប្អូនចាំមើលចូលឆ្នាំចិនរីផ្កាខាងខ្ញុំបាទផ្ដិតយករូបភាពស្អាតជូនដល់ខាងបងប្អូនដើមបឺរបស់ខាងខ្ញុំបាទនេះនៅទូចទេប៉ុន្តែចេញផ្កាសឹងគ្រប់ដើមអ្វីដែលសំខាន់កាន់មិនកាន់នៅចាំមើលឆ្នាំហ្នឹងបើសិនកាន់ច្រើននេះចឹងទៅចែក fan តែបើសិនអត់កាន់វិញគឺអត់ទេណាបងប្អូនព្រោះតែឆ្នាំទៅអត់មានកាន់សោះហើយឆ្នាំនេះចេញផ្កាឡើងភ្លុចតែម្ដងនេះតំណងមែនតើបាទឃើញផ្កាគួរឲ្យកាន់ណាបាទឥឡូវនេះឃើញដូចជាអុចក្តាប់មកណាបងប្អូនញ៉េដូចមានសង្ឃឹម50ហ្នឹងអរគុណច្រើនអញ្ចឹងបងប្អូនដែលចេះបច្ចេកទេសទៅលើនៃការថែរក្សាបឺណាអញ្ចឹងខាងបងប្អូនយើងចែករំលែកផងព្រោះថាខាងសុបាននេះបើនិយាយពីតាក់ទងទៅលើបច្ចេកទេសទៅលើការដាំវិញគឺ0តែម្ដងប៉ុន្តែអ្វីដែលសំខាន់ព្យាយាមនៅក្នុងការ search មើលការថែការដាក់ទឹកបាទក៏ដូចជាការប្រើប្រាស់ជាមួយនឹងជីធម្មជាតិធ្វើឲ្យដំណាំរបស់យើងកាន់តែល្អនិងលូតលាស់ទទួលបាននៅជាមួយនឹងផលតែម្ដងអូយឃើញតំណងណានិយាយទៅផ្កាគ្រប់ដើមហើយថ្ងៃនេះអត់មានអីមកចែករំលែកច្រើនទេគឺមានតែដំណាំពីដីរបស់ខាងសម្បត្តិនឹងឯងព្រោះថាកាលណាដែលយើងបាននៅក្នុងការធ្វើជាវីដេអូខ្លះធ្វើអារម្មណ៍របស់យើងក៏សប្បាយចិត្តតាមនឹងអីចឹងណាអញ្ចឹងមិនមែនថាអូមានដំណាំតិចតួចអីអួតអត់ទេបងប្អូនហើយធ្វើនេះដើម្បីក្តីសុខខ្លួនឯងព្រោះចូលចិត្តធ្វើវីដេអូអរគុណមានតែប៉ុណ្្នេះទេបងប្អូនហើយបើពេញចិត្តនៅវីដេអូរបស់ខាងខ្ញុំបាទជួយ Subscribe រូបកណ្ដឹង admin ម្នាក់មួយផង follow page ម្នាក់មួយផងណាបងប្អូនអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយណាដើមមុនក៏ល្អដែរបងប្អូនបាយបាយ